បាទអរគុណច្រើនបងប្រុសខ្ញុំគោលបំណងរបស់ខ្ញុំយកសំណប់ចិត្តនេះមកថតនឹងគោឥឡូវបានជោគជ័យហើយបានមកដល់ថតនឹងគោហើយខ្ញុំថាឆ្លើយនឹងបងពីមុនមកដែរប៉ុន្តែដោយសារតែជិះមិនទាន់ដល់គោលដៅទៅក៏មិនដឹងថាវាស៊ីយ៉ាងម៉េចដែរហើយចំពោះ XR នេះការខ្ញុំនិយាយខ្ញុំសរុបទៅពីដីពីភ្នំពេញមកដល់សៀមរាបជាង100គីឡូថា120ទៅចំពីផ្ទះខ្ញុំមកអញ្ចឹងមកដល់នេះចាក់សាំងខ្ញុំចាក់សាំងពេញសរុបពេញស៊ីពាក់កណ្ដាលផ្លូវខ្ញុំចាក់អស់3លីត្រហើយមកមិញខ្ញុំចាក់អស់ទៀត6លីត្រ7លីត្រអញ្ចឹងសរុបទៅដីជាង300គីឡូហ្នឹង320គីឡូហ្នឹងគឺយើងស៊ីសាំងអស់ប្រហែលជា10លីត្រអញ្ចឹង1លីត្រម៉ូតូ1លីត្រជិះបានតែ30គីឡូទេដោយសារតែយើងបើកលឿនណាហើយខ្ញុំមើលនៅក្នុងការណែនាំរបស់គេក៏ប៉ុណ្្នឹងដែរ1លីត្របាន30គីឡូអញ្ចឹង300គីឡូវាអស់10លីត្រហ្នឹងវាល្មមហើយអញ្ចឹងណាចំពោះសាំងស៊ីប៉ុណ្ណឹងហើយមុននឹងមកហ្នឹងក៏សួរ AI ដែរសួរ AI ថាបើខ្ញុំទៅសៀមរាបតើខ្ញុំអត់ឈប់បានអត់ខ្ញុំចង់មក direct អត់ឈប់ហើយបើកកុងទ័រ100ដោយមិនឈប់បានអត់AI វាឆ្លើយថាมันអាចធ្វើអញ្ចឹងបានទេវាឲ្យក្នុងចម្ងាយ100គីឡូឬមួយក៏រយៈពេល1ម៉ោងកន្លះហ្នឹងគឺយើងត្រូវឈប់ម្ដងអញ្ចឹងណាប៉ុន្តែខ្ញុំក៏សួរជំនះទៀតថាឥឡូវបើសិនជាខ្ញុំអត់ចង់ឈប់បានអត់គេថានៅតែថាអត់បានទេទោះបីណែមិនចង់ឈប់ក៏ត្រូវតែឈប់ដែរព្រោះសាំងនៅក្នុងហ្នឹងវាមានតែ9លីត្រកន្លះទេអញ្ចឹងបើសិនជាណែចង់ជិះឲ្យដល់គោលដៅទៅដល់សៀមរាបហ្មងគឺណែត្រូវតែអស់សាំងឲ្យតាមផ្លូវអញ្ចឹងត្រូវតែឈប់ដដែលទេអញ្ចឹងណាថាចុះបើខ្ញុំសួរទៀតថាចុះបើខ្ញុំអត់ចង់ឈប់ខ្ញុំអត់ហត់ខ្ញុំចង់ជិះទៅទៀតAI ក៏វាឆ្លើយថាมันអាចឲ្យណែជិះ direct បានហើយព្រោះម៉ូតូវាក្តៅវាត្រូវការសម្រាប់អញ្ចឹងណាវាអាចជិះ direct បានហើយ300គីឡូណែអាចជិះរហូតមកដោយមិនឈប់បានទេហើយវាប្រាប់កន្លែងឈប់ទៀត AI វាថាមកនឹងឈប់ម្ដុំនៅស្គុនមកនឹងឈប់នៅតង់ទី2នៅកំពង់ធំអាហ្នឹងគេថាយ៉ាងហោចណាស់ក៏ទៅឈប់2កន្លែងដែរ2តង់ណា AI នេះវាចេះសួរវាឲ្យបានចេញដំណើរមកហើយអញ្ចឹងមែនដូចវាថាមែនយើងជិះមកដល់ទៅស្គុតហ្នឹងគឺល្វើយហើយឈប់មួយតង់ហើយបន្តមកទៀតដាក់មកដល់កំពង់ធំយើងឈប់មួយទៀតម្ដងទៀតអូខេបងខ្ញុំមានតែប៉ុណ្្នឹងចំពោះការស៊ីសាំងវាលើសអាសង់លើសអាคลิกអីបន្តិចតួចហ្នឹងបងមិនត្រូវណាហើយម៉ូតូម្ដង250វាត្រូវទៅស៊ីជាងបន្តិចហ្នឹងហើយអរគុណច្រើនបង